សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទមួយទាក់ទងនឹងការស្វែងយល់អំពីក្រមងារអង្គការដែលក្រមងារនេះមានអាយុកាលតាំងពីយូរយារណាស់មកហើយនៅក្នុងសង្គមខ្មែរហើយវាជាក្រមងារមួយដែលកំពុងខ្ពស់ថ្លៃថ្នូរនិងមានកិត្តិយសឧត្តមណាស់នៅក្នុងសង្គមខ្មែរយើងចាប់តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ននេះហើយនេះដើម្បីធ្វើការស្វែងយល់បន្ថែមតាក់ទងនឹងក្រមងារអង្គការនេះខ្ញុំនឹងធ្វើការបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាផ្នែកដោយផ្នែកទី1ខ្ញុំនិយាយអំពីអត្ថន័យខ្លឹមសារនៃក្រមងារអង្គការផ្នែកទី2និយាយអំពីលក្ខខណ្ឌនិងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់ក្រមងារអង្គការផ្នែកទី3និយាយអំពីការបង់វិភាគទានប្រចាំឆ្នាំរបស់ក្រមអវ័នអង្គការផ្នែកទី4និយាយអំពីមូលហេតុនៃការបញ្ចប់ក្រមងារអង្គការនៅកម្ពុជាផ្នែកទី5និយាយអំពីស្ថានភាពឆ្លុះបញ្ចាំងរបស់ក្រមអវ័នអង្គការចំពោះទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅធ្វើការស្វែងយល់នៅសាច់រឿងលម្អិតបន្ថែមទៀតទាក់ទងនឹងក្រមងារអង្គការនេះដោយយើងចាប់ផ្ដើមសិក្សាស្វែងយល់ពីផ្នែកទី1តទៅផ្នែកទី1និយាយអំពីអត្ថន័យខ្លឹមសារនៃក្រមងារអង្គការបើយោងតាមវចនានុក្រមខ្មែរបានផ្ដល់អត្ថន័យនៃពាក្យអង្គការនេះថាជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទីសម្ដៅសេចក្តីថាអ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនីតិរបស់ខ្លួនប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចលោកអ្នកអង្គការបន្ថែមពីលើនេះទៀតពាក្យថាអង្គការនេះគឺជាឋានន្តរស័ក្តិមន្ត្រីជាន់ខ្ពស់ដែលនៅជាប់ជាមួយនឹងស្ដេចជាអ្នកមានគុណបំណាច់ចំពោះជាតិទឹកដីជាទីប្រឹក្សាដ៏ចំណិតរបស់ព្រះរាជាហើយជាអ្នកការពារនៅព្រះរាជបល្ល័ង្កនិងផលប្រយោជន៍របស់ប្រជារាស្ត្រនាសម័យដើមទៀតផងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គមខ្មែរសម័យដើមគេផ្ដល់ក្រមងារអង្គការនេះដល់មន្ត្រីរាជការមន្ត្រីរាជវាំងអ្នកដែលចេះដឹងខុសត្រូវអ្នកដែលស្គាល់បុណ្យស្គាល់បាបអ្នកអង្អាចក្លាហានអ្នកស្នេហាជាតិអ្នកបានកសាងស្នាដៃជូនជាតិមាតុភូមិនិងអ្នកដែលបានធ្វើពលិកម្មបម្រើជាតិមាតុភូមិព្រមទាំងបានការពារផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជនរបស់ខ្លួនតួយ៉ាងជាក់ស្ដែងមន្ត្រីរាជការនៅក្នុងរាជការនៃព្រះបាទនរោត្តមដែលមានដូចជានាយករដ្ឋមន្ត្រីចៅហ្វាវខេត្តចៅហ្វាវស្រុកនិងមន្ត្រីរាជវាំងសុទ្ធតែទទួលបាននៅក្រមងារអង្គការនេះផងដែរនៅពេលនេះខ្ញុំនឹងលើកយកនៅក្រមងារអង្គការនាសម័យដើមមួយចំនួនដើម្បីបង្ហាញជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទុកជាការយល់ដឹងបន្ថែមដែលអង្គការទាំងអស់នោះមានដូចជាលោកអង្គការអគ្គមហាសេនាលោកមានស័ក្តិ10ពាន់ដែលជាឋានន្តរស័ក្តិនៃនាយករដ្ឋមន្ត្រីនាសម័យព្រះបាទនរោត្តមអង្គការយមរាជលោកក៏មានស័ក្តិ10ពាន់ដែរដែលជាឋានន្តរស័ក្តិនៃសេនាបតីក្រសួងយុទ្ធភ័ពអង្គការសុភាធិបតីដែលជាឋានន្តរស័ក្តិចៅក្រមកាត់ក្តីនិងអង្គការចុងក្រោយនោះគឺអង្គការក្រឡាហោមគង់ដែលជាមន្ត្រីខ្មែរស្នេហាជាតិនិងជាអ្នកក្លាហានមួយរូបដែលបានតស៊ូរើបំរាស់ចេញពីការគៀបសង្កត់របស់អាណានិគមនិយមបារាំងលោកជាមេទ័ពមួយរូបដែលចេះវិជាការស្បែកគង់កាប់មិនមុតដុតមិនឆាស់ហើយលោកបានធ្វើពលិកាយ៉ាងធំធេងដើម្បីរើបំរាស់ចេញពីនឹមត្រួតត្រារបស់បរទេសឈ្លានពាននៅក្នុងដំណើរការនៃសកម្មភាពដ៏អង់អាចក្លាហានរបស់លោកតែងតែទទួលបាននៅការកោតសរគាំទ្រពីព្រះបាទនរោត្តមការគាំទ្រពីព្រះសង្ឃហើយនឹងការគាំទ្រពីប្រជាពលរដ្ឋរបស់ម៉ែបងប្អូនទាំងអស់គ្នាបន្ថែមពីលើនេះទៀតសម្រាប់អត្ថន័យខ្លឹមសារនៃក្រមងារអង្គការនៅពេលបច្ចុប្បន្ននេះ
បើយោងតាមមាត្រា3នៃបរិយាកាសស្ដីពីក្រមងារអង្គការចុះថ្ងៃទី23ខែតុលាឆ្នាំ2024បានកំណត់និយមន័យថាក្រមងារអង្គការនេះសម្ដៅដល់ងារកិត្តិយសដែលព្រះមហាក្សត្រទ្រង់បរិយាទានដោយបរិយាក្រិតទៅតាមលំដាប់ថ្នាក់ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណសម្បត្តិស្នាដៃនិងគុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិហើយក្រមងារអង្គការនេះទៀតសោតមាន3លំដាប់ថ្នាក់ដោយលំដាប់ថ្នាក់ទី1លោកអ្នកអង្គការលំដាប់ថ្នាក់ទី2អ្នកអង្គការនិងលំដាប់ថ្នាក់ទី3អង្គការនេះបើយោងតាមមាត្រា7នៃបរិយាកាសដដែលនេះពុកម៉ែបងប្អូនទាំងអស់គ្នាតទៅនេះយើងចូលទៅដល់ផ្នែកទី2ដែលនិយាយអំពីលក្ខខណ្ឌនិងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់ក្រមងារអង្គការសម្រាប់លក្ខខណ្ឌនិងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់ក្រមងារអង្គការគឺផ្ដល់ជូនប្រជាពលរដ្ឋខ្មែរដែលមានគុណសម្បត្តិស្នាដៃនិងគុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិហើយសម្រាប់គុណសម្បត្តិស្នាដៃនិងគុណបំណាច់ធំធេងដែលចូលរួមនិងកសាងអភិវឌ្ឍជាតិមានជាអាចការចូលរួមបរិច្ចាគធនធានជាថវិកាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឬសម្ភារៈបរិក្ខារនានាសម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ផ្សេងៗឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងនោះមានដូចជាផ្លូវស្ពានសាលារៀនមន្ទីរពេទ្យប្រព័ន្ធធារាសាស្ត្រវត្តអារាមអគារសាធារណៈជាដើមព្រមទាំងរបបកំហើញនៅបច្ចេកវិទ្យាថ្មីណាមួយឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិនេះបើយោងតាមមាត្រា8នៃបរិយាកាសដដែលនេះបន្ថែមពីលើនេះទៀតបើយោងតាមអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់ក្រមងារអង្គការនិងការបញ្ចប់ក្រមងារអង្គការត្រង់មាត្រា15មាត្រា16និងមាត្រា17បានចែងយ៉ាងច្បាស់លាស់នៅលក្ខខណ្ឌនិងទំហំទឹកប្រាក់នៃការផ្ដល់អំណោយដែលត្រូវផ្ដល់ក្រមងារអង្គការតាមលំដាប់ថ្នាក់ណាមួយហើយសម្រាប់មាត្រា15ចែងថាការផ្ដល់ក្រមងារជាលោកអ្នកអង្គការត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលក្រមងារជាអ្នកអង្គការយ៉ាងតិច5ឆ្នាំមានអាយុយ៉ាងតិច45ឆ្នាំនិងផ្ដល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់16 ប៊ីលានរៀលឬស្មើនឹង4 លានដុល្លារអាមេរិកឡើងទៅបន្ថែមទៅលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិមាត្រា16ចែងថាការផ្ដល់ក្រមងារជាអ្នកអង្គការត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលក្រមងារជាអង្គការយ៉ាងតិច3ឆ្នាំនិងផ្ដល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់4 ប៊ីលានរៀលស្មើនឹង1 លានដុល្លារអាមេរិកឡើងទៅបន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិសម្រាប់មាត្រា17ចែងថារូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្ដល់ក្រមងារជាអង្គការត្រូវមានអាយុយ៉ាងតិច18ឆ្នាំនិងត្រូវផ្ដល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់2 ប៊ីលានរៀលឬស្មើនឹង50,000 ដុល្លារអាមេរិកឡើងទៅឬកសាងសមិទ្ធផលនានាជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិដែលមានតម្លៃសមមូលនិងទំហំទឹកប្រាក់2 ប៊ីលានរៀលឬ50,000 ដុល្លារអាមេរិកឡើងទៅបន្ថែមពីលើនេះទៅទៀតពុកម៉ែបងប្អូនទាំងអស់គ្នារូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្ដល់ក្រមងារអង្គការដោយព្រះមហាក្សត្រត្រូវតែមានលក្ខណៈសម្បត្តិដោយខាងក្រោមបន្ថែមទៀតទី1មានប្រវត្តិរូបច្បាស់លាស់ទី2មានកិរិយាមារយាទល្អទី3ពុំធ្លាប់ត្រូវបានផ្ដន់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយទី4ប្រកបមុខរបរស្របច្បាប់នេះបើយោងតាមមាត្រា9នៃបរិយាកាសស្ដីពីក្រមងារអង្គការឆ្នាំ2024ដដែលនេះ
អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាលក្ខខណ្ឌនិងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ាបើតាមបទបញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជាគឺផ្ដល់ជូនដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរហើយគាត់បានបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិឬការធ្វើកិច្ចការមនុស្សធម៌ណាមួយដែលជាអត្ថប្រយោជន៍សម្រាប់សង្គមកម្ពុជាទាំងមូលហើយបន្ថែមទៅលើនឹងទៀតមិនមែនមានលុយបរិច្ចាគជួយកសាងសង្គមជាតិហើយសិតតែអាចទទួលបានគោរមងារអង្គញានោះឡើយនៅក្នុងអនុក្រឹត្យនៃបទបញ្ញត្តិតកតងនឹងអង្គញានឹងបានកំណត់អំពីអត្តចរិតរបស់បុគ្គលដែលត្រូវទទួលនៅគោរមងារអង្គញានោះគឺត្រូវតែជាប្រជាពលរដ្ឋដែលមានកិរិយាមាយាទល្អត្រូវតែប្រកបមុខរបរសុចរិតមុខរបរសម្មាអាជីវៈអាហ្នឹងទើបគ្រប់លក្ខខណ្ឌបន្ថែមនឹងការទទួលបាននៅគោរមងារអង្គញាអំពីព្រះមហាក្សត្រអញ្ចឹងសរុបសេចក្តីមកមិនមែនមានលុយសត្វតែអាចទទួលបាននៅឋានន្តរស័ក្តិឬគោរមងារអង្គញានោះឡើយព្រោះថាគោរមងារអង្គញាគឺជាគោរមងារមួយដ៏ខ្ពង់ខ្ពស់អញ្ចឹងបើសិនជាផ្ដល់ឲ្យទៅដល់បុគ្គលដែលទុច្ចរិតបុគ្គលពាលបុគ្គលដែលប្រកបរបរប៉ះពាល់ដល់មុខមាត់កិត្យានុភាពប្រទេសជាតិធ្វើបាបប្រជាពលរដ្ឋវាហាក់បីដូចជាការបន្ទាបបន្ថោកនៅតម្លៃគោរមងារអង្គញាអញ្ចឹងខ្ញុំគិតថាលក្ខខណ្ឌទាំងអស់ហ្នឹងល្អដែលអាចជួយលើកស្ទួយមុខមាត់ប្រទេសជាតិដែលអាចជួយលើកស្ទួយនៅសិលធម៌សង្គមមិនថាអ្នកមានកម្រិតណានោះឡើយបើសិនជាអ្នកមានកិរិយាមាយាទមិនល្អក៏មិនអាចទទួលបាននៅគោរមងារអង្គញាដ៏ខ្ពង់ខ្ពស់នេះបានដែរពុកម៉ែបងប្អូនទាំងអស់គ្នាតទៅនេះទៀតគឺចូលទៅដល់ផ្នែកទី3ដែលនិយាយអំពីការបង់វិភាគទានប្រចាំឆ្នាំរបស់គោរមវន្តអង្គញាបន្ទាប់ពីទទួលបានគោរមងារអង្គញាអំពីព្រះមហាក្សត្ររួចរាល់ហើយគោរមវន្តអង្គញាត្រូវតែមានកាតព្វកិច្ចបន្ថែមមួយទៀតគឺការចូលរួមបង់វិភាគទានជូនរដ្ឋាភិបាលដែលការបង់វិភាគទាននេះគឺជាការចូលរួមអភិវឌ្ឍនិងកសាងសង្គមជាតិបន្ថែមទៀតហើយសម្រាប់ទំហំទឹកប្រាក់ដែលត្រូវបង់វិភាគទានប្រចាំឆ្នាំនេះគឺអាស្រ័យទៅលើលំដាប់ថ្នាក់នៃគោរមងារអង្គញាតើតើនឹងករណីនេះបើយោងតាមមាត្រា24នៃអនុក្រឹត្យឆ្នាំ2024ចែងថាគោរមវន្តត្រូវបង់វិភាគទានប្រចាំឆ្នាំជូនរដ្ឋាភិបាលដោយខាងក្រោមសម្រាប់លោកអ្នកអង្គញាត្រូវបង់វិភាគទានចំនួន400លានរៀលឬស្មើនឹង$10,000ក្នុងមួយឆ្នាំហើយសម្រាប់អ្នកអង្គញាត្រូវបង់វិភាគទាន60លានរៀលឬស្មើនឹង$15,000អាមេរិកដោយឡែកចំពោះអង្គញាត្រូវបង់វិភាគទានប្រចាំឆ្នាំចំនួន32លានរៀលឬស្មើនឹង$8,000អាមេរិកអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាការបង់វិភាគទានប្រចាំឆ្នាំនឹងគឺជាកាតព្វកិច្ចបន្ថែមទៀតរបស់លោកអ្នកអង្គញារបស់អ្នកអង្គញានិងរបស់អង្គញាដែលគាត់ត្រូវតែចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាចំណុចនេះក៏ជារឿងល្អដែរពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះវាអាចជួយឲ្យសង្គមសេដ្ឋកិច្ចកម្ពុជាយើងកាន់តែសម្បូរបែបសង្គមកម្ពុជាយើងមានភាពរីកចម្រើនហើយនឹងជាការជួយទៅដល់រដ្ឋាភិបាលនឹងការអភិវឌ្ឍប្រទេសជាតិឲ្យមានការជឿនលឿនទៅមុខទៀតផងដែរព្រោះថារដ្ឋាភិបាលដែលអាចដំណើរការទៅមុខទៀតបានក៏វាអាស្រ័យទៅលើថវិការបស់រដ្ឋហើយថវិការបស់រដ្ឋវាបានមកពីណាគឺបានមកពីការបង់ពន្ធរបស់ពលរដ្ឋឬក៏ការបានមកពីការបង់វិភាគទានណាមួយឬក៏បានពីសប្បុរសជនណាមួយនឹងការចូលរួមនឹងជាដើមអញ្ចឹងសរុបសេចក្តីមកការបង់វិភាគទានគឺពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងមែនទែនក្នុងការចូលរួមកសាងសេដ្ឋកិច្ចកម្ពុជាចូលមកដល់ផ្នែកទី4នេះនិយាយអំពីមូលហេតុនៃការបញ្ចប់គោរមងារអង្គញា
ហើយសម្រាប់មូលហេតុនៃការបញ្ចប់គោរមងារអង្គការមានច្រើនយ៉ាងដោយដែលយើងធ្លាប់បានឃើញបានឮកន្លងមកនៅក្នុងសង្គមខ្មែរយើងតើតើនឹងករណីនេះបើយោងតាមមាត្រា28នៃអនុក្រឹត្យស្តីពីគោរមងារអង្គការឆ្នាំ2024ចែងថាគោរមងារអង្គការអាចត្រូវបញ្ចប់ក្នុងករណីណាមួយដូចខាងក្រោមទី1គោរមវ័នសុំលាលែងពីគោរមងារអង្គការដោយស្ម័គ្រចិត្តទី2គោរមវ័នមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល3ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុទី3គោរមវ័នត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយទី4ត្រូវបានរកឃើញសកម្មភាពដែលធ្វើឲ្យប៉ះពាល់កិត្តិយសសិលធម៌សុជីវធម៌និងសេចក្តីថ្លៃថ្នូររបស់គោរមងារអង្គការនិងទី5ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារអង្គការរបស់គោរមវ័នមានការក្លែងបន្លំអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាហេតុផលជាសារវ័នដែលមានចែងនៅក្នុងបទបញ្ញត្តិច្បាប់រាល់ការល្មើសណាមួយដែលប្រព្រឹត្តឡើងដោយគោរមវ័នអង្គការគាត់នឹងត្រូវបានបាត់បង់នៅគោរមងារនោះឬក៏គាត់អាចត្រូវទទួលទោសធ្ងន់ជាងនេះតកតងនឹងបញ្ហាផ្លូវច្បាប់តកតងនឹងធាតុផ្សំនៃបទល្មើសរបស់គាត់អញ្ចឹងនៅក្នុងករណីហ្នឹងមានអង្គការខ្លះគាត់អាចលាលែងដោយស្ម័គ្រចិត្តប៉ុន្តែក៏មានអង្គការខ្លះត្រូវបានបាត់បង់គោរមងារទៅវិញដោយការបង្ខិតបង្ខំតាមផ្លូវច្បាប់ឬក៏ដោយសារតែការបង្ខិតបង្ខំដោយប្រការណាមួយឯជាដើមអញ្ចឹងខ្ញុំគិតថាបទបញ្ញត្តិនេះគឺពិតជាមានតម្លៃខ្លាំងមែនទែនក្នុងការជួយលើកស្ទួយគុណតម្លៃគោរមងារអង្គការនៅក្នុងពេលបច្ចុប្បន្ននេះហើយមួយទៀតដើម្បីជាការជួយកាត់បន្ថយនៅអំពើពាលាអាវ៉ាសែដែលកើតចេញអំពីគោរមងារអង្គការនឹងផងដែរពូនៅខ្លះបានងារអង្គការយកងារនឹងទៅធ្វើបាបអ្នកទន់ខ្សោយទៅធ្វើទៅកេងប្រវ័ញ្ចឬបោកប្រាស់អីប្រជាពលរដ្ឋដូចជាដើមអញ្ចឹងច្បាប់ត្រូវមានវិធានការទប់ស្កាត់ការពារនៅគុណតម្លៃនៃគោរមងារអង្គការការពារនៅទំនៀមទម្លាប់សិលធម៌ដ៏ថ្លៃថ្នូររបស់សង្គមខ្មែរយើងសម្រាប់ផ្នែកទី5ចុងក្រោយនេះនិយាយអំពីស្ថានភាពឆ្លុះបញ្ចាំងអំពីគោរមងារអង្គការចំពោះទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាសម្រាប់គោរមវ័នអង្គការនៅកម្ពុជាបានកើនឡើងជាលំដាប់ដោយគិតចាប់ពីឆ្នាំ1995មកអ្នកទទួលបានគោរមងារអង្គការចំនួន1647នាក់តែក្នុងនោះមាន140នាក់ត្រូវបានលុបឈ្មោះចេញហើយ120រូបទៀតត្រូវបានលុបចេញដោយសារតែវិសមភាពការងារជាពិសេសកងកម្លាំងប្រដាប់អាវុធថ្នាក់ឧត្តមសេនីយ៍ដែលតម្រូវឲ្យរើសតែមួយហើយអ្នកផ្សេងទៀតបានដកខ្លួនដោយស្ម័គ្រចិត្តហើយក្រៅពីនេះដោយសារការប្រព្រឹត្តបទល្មើសផ្សេងនេះបើយោងតាមប្រសាសន៍របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិអាណាចក្រកម្ពុជាពីថ្ងៃទី14ខែមីនាឆ្នាំ2025នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់សមាគមអង្គការកម្ពុជានៅព្រីមៀនសែនសុខពុកម៉ែបងប្អូនទាំងអស់គ្នាគោរមវ័នអង្គការនឹងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាជាពិសេសសម្រាប់អង្គការដែលប្រកបរបរសុចរិតរបរសមាអាជីវៈពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាពកសាងសង្គមនិងសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគនិងមុខចំនួនពហុវិស័យដែលបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរអង្គការដែលទទួលគោរមងារពីព្រះមហាក្សត្រនឹងក្រៅពីជំរុញការវិនិយោគនិងមុខចំនួនពហុវិស័យដែលបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ផ្ដល់ជូនជាតិតាមរយៈការបង់ពន្ធនិងអាករផ្សេងៗទៀតផងដែរលើសពីនេះទៅទៀតគាត់ក៏ជួយទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេសនិងសកម្មភាពមនុស្សធម៌ផ្សេងទៀតជាច្រើនផងដែរ
នេះគឺជាគុណតម្លៃរបស់ក្រមងារអង្គការដែលគាត់បានចូលរួមចំណែកក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជាតាមរយៈការរកស៊ីតាមរយៈការបងប្អូនតាមរយៈការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរតែដោយឡែកមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាគុណតម្លៃនៃក្រមងារអង្គការហាក់បីដូចជាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានអង្គការមួយចំនួនគាត់រកស៊ីទុច្ចរិតបោកប្រាស់ធ្វើបាបនិងឆោបោកប្រជាពលរដ្ឋដែលជាមូលហេតុធ្វើឲ្យខូចតម្លៃអង្គការល្អៗនិងប៉ះពាល់មុខមាត់ប្រទេសជាតិទាំងមូលផងដែរទាក់ទងនឹងករណីនឹងដែរសម្រាប់អង្គការដែលធ្វើបាបប្រជាពលរដ្ឋអង្គការដែលធ្វើអំពើពាលាអាវ៉ាសែទាំងនោះក៏ត្រូវបានព្រះមហាក្សត្រដកងារត្រឡប់មកវិញឬបញ្ចប់ក្រមងារអង្គការតាមសំណើនាយករដ្ឋមន្ត្រីហើយក៏ត្រូវបានច្បាប់ផ្ដន្ទាទោសបន្ថែមទៀតផងដែរជារួមមកពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងក្រមងារអង្គការហ្នឹងមានអ្នកខ្លះយកទៅធ្វើជាមុខរបរដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កិត្តិយសភាពសង្គមជាតិប៉ុន្តែក៏មានអង្គការល្អជាច្រើនដែលគាត់បានជួយប្រជាពលរដ្ឋខ្មែរដែលគាត់បានជួយសង្គមជាតិដែលគាត់បានជួយនឹងការទាក់ទាញវិនិយោគិនពីក្រៅប្រទេសឲ្យមករកស៊ីនៅក្នុងប្រទេសខ្មែរដែលជាកត្តាមួយជួយជំរុញសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែរីកចម្រើនឲ្យកាន់តែសម្បូរបែបថែមទៀតអញ្ចឹងនៅក្នុងទិដ្ឋភាពនេះវាមានទាំងចំណុចល្អហើយនឹងវាមានតែចំណុចអាក្រក់ហើយចំណុចល្អត្រូវបានរដ្ឋាភិបាលត្រូវបានប្រជាពលរដ្ឋត្រូវបានសង្គមជាតិសាទរឬក៏លើកដំកើងទៀតហើយចំណុចមិនល្អត្រូវបានច្បាប់ផ្ដន្ទាទោសត្រូវបានទទួលរងនៅការខាតបង់ឬក៏ត្រូវបានជួបប្រទះនៅបញ្ហាផ្សេងនៅក្នុងសង្គមជាតិអីជាដើមជាករណីប្រហែលឆ្នាំចុងក្រោយនេះមានអង្គការមួយចំនួនត្រូវបានច្បាប់ដាក់ទោសពីបទល្មើសព្រហ្មទណ្ឌនិងការឆោបោកលុយប្រជាពលរដ្ឋហើយក៏ត្រូវបានព្រះមហាក្សត្របញ្ចប់ក្រមងារទៅវិញព្រោះអានឹងវារូបភាពទាំងអស់ហ្នឹងវាប៉ះពាល់ដល់សង្គមជាតិខ្លាំងមែនទែនហើយវាប៉ះពាល់ដល់មុខមាត់សង្គមជាតិហើយវាប៉ះពាល់ទៅដល់អ្នកដែលចង់មករកស៊ីនៅក្នុងស្រុកខ្មែរគេលែងមិនហ៊ានមករកស៊ីដោយសារតែអ្នកដែលមានតួនាទីមានងារធំមានងារខ្ពង់ខ្ពស់បែរទៅធ្វើអំពើទុច្ចរិតប៉ុន្តែចំណុចនេះក៏ច្បាប់អត់លើកលែងដែរគឺច្បាប់តេកពួកគាត់មកចូលទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានអញ្ចឹងគឺច្បាប់នៅតែតាមផ្ដន្ទាទោសពួកគាត់អញ្ចឹងតែតាមចាប់តែតាមផ្ដន្ទាទោសនោះគាត់អាចផ្លេចច្បាប់បានប៉ុន្តែច្បាប់មិនអាចផ្លេចអំពើល្មើសរបស់ប្រជាពលរដ្ឋណាដែលមិនគោរពច្បាប់នោះទេតកតងនឹងប្រធានបទនេះតើពុកម៉ែបងប្អូនយកឃើញយ៉ាងណាដែរចំពោះអង្គការនៅក្នុងសង្គមកម្ពុជាយើងសប្តាហ៍ថ្ងៃសូមកុំភ្លេចចែករំលែកការយល់ឃើញរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យខ្ញុំបានដឹងផងហើយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយជាចុងក្រោយនេះសូមកុំភ្លេចចុច Subscribe នៅ Channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលាបាយបាយ